ពីឱសថបុរាណចំប៉ី2អ្នកគ្រូសូមចែករំលែកអំពីជំងឺធ្លាក់សដោយសារបាក់តេរីវិធីការរលាកទ្វារមាសបង្ករោគដោយបាក់តេរីនៅក្នុងទ្វារមាសការប្រើប្រាស់សាប៊ូទឹកអប់ឬគ្រឿងក្រអូបដែលដាក់នៅក្នុងទ្វារមាសអាចធ្វើឲ្យងាយមានជំងឺរលាកទ្វារមាសដោយបាក់តេរីបើសិនបើបងប្អូនរួមភេទធ្វើឲ្យរមាស់ទ្វារមាសនោះកាន់តែងាយមានជំងឺរលាកទ្វារមាសដោយសារបាក់តេរីរោគសញ្ញាជំងឺធ្លាក់សដោយសារបាក់តេរីធ្វើឲ្យស្ត្រីធ្លាក់សច្រើនខុសពីធម្មតាធ្លាក់សមកមានក្លិនឆ្អាបដូចត្រីមានក្លិនស្អុយចេញពីទ្វារមាសជាពិសេសបន្ទាប់ពីរួមភេទរួចអញ្ចឹងបងប្អូនអាចសម្គាល់ដោយខ្លួនឯងថាចូលរោគសញ្ញាមួយណារលាករលាស់ក្រហមហើមទ្វារមាសរលាកខ្លាចទៅជាដំបៅទ្វារមាសនោមទាស់នោមផ្សាក្រហាយពិបាកទ្រាំមានពងបែកនៅជុំវិញតំបន់ទ្វារមាសហើយរមាស់តិចតិចរំខាននឹងរមាស់ទ្វារមាសពិបាកជំងឺធ្លាក់សដោយបាក់តេរីរលាករ៉ាំរ៉ៃរំខានដល់ការរួមភេទពិបាករួមភេទធ្វើឲ្យប៉ះពាល់ដល់សុភមង្គលគ្រួសាររលាកទ្វារមាសរលាកមាត់ស្បូនបន្តធ្វើឲ្យរលាកអាងតាគៀកដេកក៏ពិបាកអង្គុយក៏ពិបាកក្តៅខ្លួនឈឺក្រំថ្ងាសជាប្រចាំมันមានលទ្ធភាពផ្ដល់កំណត់ឲ្យកូនទោះតែគ្មានកូនរលូតកូនកូនក្តៅស្បូនកូនកាត់មុខមិនគ្រប់ខែកូនកាត់មុខឆ្លងមេរោគពីម្ដាយការរលាកស្បូនតាមដៃធ្វើឲ្យបាត់បង់ស្បូនកើតដំបៅតាមដៃធ្ងន់ធ្ងរមិនអាចព្យាបាលបានវិធីសាស្ត្រព្យាបាលជំងឺធ្លាក់សរលាកដោយបាក់តេរីសូមចេញទៅមន្ទីរពេទ្យឬ clinic ជំនាញដែលនៅជិតលោកអ្នកឬក៏អាចទទួលយកឱសថបុរាណចំប៉ី2ផឹកនិងលាបចំប៉ី2នឹងបានជាសះស្បើយពីជំងឺធ្លាក់សរដោយសារបាក់តេរីយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លីជាដាច់ 100% សូមទំនាក់ទំនងតាមលេខទូរស័ព្ទឬក៏តាមប្រអប់ផ្សារ016 38 7000ឬ Facebook Page ឱសថបុរាណចំប៉ី2ឬឱសថព្យាបាលផ្សិតធ្លាក់សររមាស់